ពទ្របសម្បត្តិចាយចេញជា4យ៉ាងប៉ុណ្ណាពទីមួយថាវរៈនិធិកណប់ទ្របនៅនឹងកន្លែងអញ្ចឹងកណប់ទ្របនៅនឹងកន្លែងនេះបានន័យថាកណប់ទ្របហ្នឹងគឺមិនចេះដាពកណប់ទ្របมันមានជើងកណប់ទ្របដែលมันមានវិញ្ញាណគឺដូចជាផ្ទះសម្បែងដីស្រែណាផ្ទះសម្បែងដីស្រែលុយកាក់មាសប្រាក់ពេជ្រកែវកងទូសូរកានទាំងអស់ហ្នឹងណាជាកំណប់ទ្របដែលមិនមានជើងកំណប់ទ្របដែលមិនមានវិញ្ញាណកំណប់ទ្របហ្នឹងមិនចេះដាព្រោះកំណប់ទ្របនៅនឹងកន្លែងព្រោះណាហើយទី2ហ្នឹងគឺចង្កមនិធិណាចង្កមនិធិហ្នឹងគឺកំណប់ទ្របចេះដាចឹងកំណប់ទ្របចេះដាហ្នឹងគឺរាប់អំពីគោក្របីដំរីសេះមន់ទាណាឆ្កែឆ្មាណាអញ្ចឹងកំណប់ទ្របចេះដាព្រោះណាព្រោះណាគោក្របីដំរីសេះសត្វពាហនៈអីទាំងអស់ហ្នឹងណាមន់ទាអីអស់ហ្នឹងគឺក៏ជាកំណប់ទ្របមួយដែរតែកំណប់ទ្របដែលមានជើងមានវិញ្ញាណណាមានវិញ្ញាណហើយចេះដាណាហើយទី3នោះគឺអង្គសមិនិធិណាកំណប់ទ្របហ្នឹងមាននៅក្នុងខ្លួនព្រោះអង្គសមិនិធិកំណប់ទ្របមាននៅក្នុងខ្លួនណាកំណត់ទ្របអីខ្លះមាននៅក្នុងខ្លួនណាដូចជាញោមមានចិត្តជាបនប៉ុណ្ណាព្រោះចិត្តជាបនចិត្តជ្រះថ្លាជ្រះថ្លាធ្វើបននៅក្នុងព្រះពុទ្ធសាសនាប៉ុណ្ណាព្រោះឬក៏ចិត្តនឹងខ្លាចបាបមានហេរិនិងអត្តបៈណាអត្តបៈជាដើមហ្នឹងនឹងឲ្យឈ្មោះថាចិត្តបនព្រោះចិត្តជាបនហ្នឹងគឺខ្លាចបាបណាអញ្ចឹងទៅគឺជាកំណប់ទ្របហ្នឹងគឺមាននៅក្នុងខ្លួនព្រោះកំណប់ទ្របមាននៅក្នុងខ្លួនណាកំណប់ទ្របមាននៅក្នុងខ្លួនណាកាលណាតែញាតិញោមសន្សំកំណប់ទ្របមាននៅក្នុងខ្លួននឹងបានច្រើនធ្វើនៅអំពើល្អបានច្រើនទៅនឹងគឺជាបុណ្យកុសលដែលព្រះសម្មាសម្ពុទ្ធអង្គសម្ដែងថាសត្តានពុណាទេសោទេបញ្ញាកុសលធម៌ឯណាដែលជំរះសន្តានចិត្តឲ្យស្អាតល្អបរិសុទ្ធកុសលធម៌នោះគឺឲ្យឈ្មោះថាបុណ្យហើយគឺព្រះសម្មាសម្ពុទ្ធអង្គសម្ដែងថាអនុគាមិកនិធិណាទ្របកំណត់ទ្របទី4ហ្នឹងគឺអនុគាមិកនិធិហ្នឹងគឺកំណត់ទ្របជាប់ទៅតាមខ្លួនណាមិញកំណត់ទ្របមាននៅក្នុងខ្លួនណាដល់ពេលនេះកំណត់ទ្របជាប់ទៅតាមខ្លួនណាកំណត់ទ្របជាប់ទៅតាមខ្លួននោះគឺជាបុណ្យកុសលព្រោះដែលញាតិញោមបានធ្វើហ្នឹងណាពេលស្លាប់ទៅហ្នឹងគឺកំណត់ទ្របហ្នឹងឯងជាប់ទៅតាមខ្លួនណាកំណត់ទ្របក្រៅពីហ្នឹងគឺមិនអាចជាប់ទៅតាមខ្លួនទេប៉ុណ្ណាព្រោះកំណត់ទ្របជាប់ទៅតាមខ្លួនគឺបុណ្យកុសលការឲ្យទានរសាសិលណាភាវនាធ្វើសមាធិអីជាដើមហ្នឹងគឺជាបុណ្យកុសលរបស់ញាតិញោមណាពេលដែលអស់អាយុជីវិតទៅគឺកំណត់ទ្របនោះឯងជាប់ទៅតាមខ្លួនអញ្ចឹងកំណត់ទ្របហ្នឹងជាប់ទៅតាមខ្លួនគឺមាន2ណាមាន2ទៀតណាដែលខ្លួនបានធ្វើទុកអំពើល្អនិងអំពើអាក្រក់ហ្នឹងក៏ជាប់ទៅតាមខ្លួនដែរណាញាតិញោមព្រោះប៉ុន្តែក្នុងទីនេះគឺលើកអំពើល្អព្រោះណាលើកអំពើល្អធ្វើកុសលធម៌ការឲ្យទានសាសិលណាមានហិរិនិងអត្តបៈណាសេចក្តីខ្លាចបាបខ្មាស់បាបជាដើមនេះឯងហើយទ្រពទាំងអស់ហ្នឹងគឺទ្រពពីបុរាណមកគឺសេថាទ្រពសម្បត្តិណាញាតិញោមព្រោះទ្រពសម្បត្តិនឹងអត់ទៅសេថាទ្រពសម្បូរទេណាបើទៅសេថាទ្រពសម្បូរគឺទ្រពហ្នឹងចាយអត់ចេះអស់ព្រោះចាយទៅចេះតែកើនឡើងអញ្ចឹងណាព្រោះដល់ទៅសេថាទ្រពសម្បត្តិហ្នឹងទ្រពហ្នឹងវាតែងតែបាត់បង់ចាយទៅវាអស់ទៅណាធ្វើការមួយខែចាយមួយថ្ងៃពីរថ្ងៃអត់គ្រប់ផងអញ្ចឹងញាតិញោមណាកំណត់ទ្រពហ្នឹងគឺគេហៅថាទ្រពសម្បត្តិហ្នឹងគឺចាយតែងតែអស់ទៅណាទ្រពមានជើងក៏ឲ្យឈ្មោះថាទ្រពសម្បត្តិហ្នឹងគឺវាដើរទៅក៏បាត់ដែរដូចជាគោក្របីអីចឹងក៏ដើរអត់ចូលផ្ទះដើរបាត់ឯងហ្នឹងក៏មានដែរណាមន់ទាគោក្របីដំរីសេះហ្នឹងគឺសុទ្ធតែឲ្យឈ្មោះថាទ្រពសម្បត្តិណាលុយកាក់មាសប្រាក់អីទាំងអស់ហ្នឹងក៏ឲ្យឈ្មោះថាទ្រពសម្បត្តិដែរព្រោះបាត់ដោយការភ្លើងឆេះបាត់ដោយការចោលលួចឆក់ប្លន់អីទាំងអស់ហ្នឹងជ្រុះអីជាដើមហ្នឹងណាអញ្ចឹងហើយបានចាស់បុរាណនោះសរសេរថាទ្រព្យសម្បត្តិញាតិញោមព្រោះទ្រព្យសម្បត្តិណា
là bà sân đại trọp nó sầm bố cứ tôi xây thật trọp sầm bố nè trọp sầm bố cứ chai mình chạy tổ nó hay sầm bạt tổ sầm bạt buồn giang tổ nó tổ là cái tệ sầm bạt nó cứ bàn đa cả kịch là lực nực là rồi có kịch đỏ bòn để luôn bàn thừa tục là pe slap tàu nó cứ ban để cảក្នុងឋានសួគ៌ណាចង់ឲ្យបានព្រះសម្មាសម្ពុទ្ធព្រះអង្គឲ្យធ្វើចិត្តនឹងនឹករលឹកដែលបនដែលខ្លួនបានធ្វើទុកហ្នឹងឯងទៅណានឹករលឹកដល់បនដែលខ្លួនបានធ្វើទុកហ្នឹងទៅញឹកញឹកញយញយទៅចឹងទៅបានចិត្តមួយបំភ្លេចចិត្តបាបដែលយើងបានធ្វើមនុស្សយើងគ្រប់គ្នាតែងតែធ្វើនៅអំពើបាបណាមានតូចធំក្តីគឺមានប៉ុណ្ណាព្រោះតែងតែមានណាchẳng hay cứព្រះសម្មាសម្ពុទ្ធគឺឲ្យនឹកតែបុណ្យកុសលដែលខ្លួនបានធ្វើទុកហ្នឹងទៅណាតៃតកាលកាលាកន្លងហួសទៅហើយណានឹងដោយអំពើបាបការសម្លាប់សត្វអីជាដើមហ្នឹងគឺมันបាច់ចាំនឹករលឹកអីទេព្រោះណានឹករលឹកតែបុណ្យកុសលដែលខ្លួនបានធ្វើទុកណាព្រោះថាមនុស្សយើងកើតមកហ្នឹងគឺកិច្ចមិនផុតណាកិច្ចមិនផុតទេណាដោយសារតែចង់ឆ្ងាញ់ណាចង់ឆ្ងាញ់ចង់ចង់ឆ្ងាញ់ពិសាគ្រប់សពបែបយ៉ាងដោយសារតែណាអត់នៅការទទួលទាននៅអាហារនឹងមិនបានអញ្ចឹងណាណាបាបដោយការទទួលទានហ្នឹងទៅអញ្ចឹងហើយមានតែការរលឹកនឹកដល់បុណ្យកុសលដែលខ្លួនបានធ្វើទុកនោះឯងណាទី2ឧបតិសម្បត្តិបណ្ដាលការឧបដឹកកើតឡើងមានរូបរាងកាយសមរម្យល្អចឹងបុណ្យហ្នឹងគឺតែងឧបដឹកណានាំញាតិញោមទៅកើតទីកន្លែងដែលមានរូបរាងកាយសមរម្យល្អព្រោះឬក៏កើតទេវតាហ្នឹងក៏មានរូបស្អាតណាកើតបើមិនបានទៅកើតទេវតាកើតនៅក្នុងឋានមនុស្សសឡូនទៅកើតទីកន្លែងខ្ពង់ខ្ពស់មានទ្រព្យសម្បត្តិមានរូបរាងណារូបកាយហ្នឹងសមរម្យល្អនឹងទី3ហ្នឹងគឺការលក្ខសម្បត្តិណាការលក្ខសម្បត្តិហ្នឹងបានដល់ការកើតឡើងហ្នឹងគឺមានអាហារណាបរិភោគណាកាត់តនសម័យសម្បូរអាហារបរិភោគណាអញ្ចឹងដូចជាញាតិញោមខ្លះគឺកើតសម័យ3ឆ្នាំ8ខែ20ថ្ងៃព្រោះហ្នឹងគឺកើតមិនទាន់សម័យកើតទាន់សម័យខ្វះអាហារណាខ្វះអាហារបរិភោគហ្នឹងគេឲ្យហូបមានកំណត់ឲ្យគេប្រើអញ្ចឹងណាណាអញ្ចឹងគឺក្នុងហ្នឹងដូចជាមានដោយព្រះអង្គសម្ដែងថាស្ទើរតែមានកម្មធ្លាប់ប្រអត់ចំណៃគោឆ្មៅគោឆ្មៅអីប្រអត់ចំណៃសัตว์អីជាដើមពីអតីតជាតិណាមកអញ្ចឹងណាដល់ពេលមកកើតទៅកើតតាន់នៅសម័យគេប្រអត់បាយអញ្ចឹងញាតិញោមណាព្រោះណាកើតតាន់សម័យគេប្រអត់បាយដូចចំនួនអ៊ំពតណា3ឆ្នាំ8ខែ20ថ្ងៃហ្នឹងហើយអញ្ចឹងផុតពីចំនួន3ឆ្នាំ8ខែ20ថ្ងៃមកហ្នឹងគឺកូនចៅដែលបានកើតមកនោះតាន់សម័យសម្បូរណាសម្បូរអាហារបរិភោគឲ្យតែយើងរកឲ្យតែយើងធ្វើណាខូចតែយើងខ្ជិលតាញាតិញោមណាណាទី4ហ្នឹងគឺប្រយោគៈសម្បត្តិបានដល់ការចេះទុកដាក់ខ្លួនណាឲ្យទៅតាមកលៈទេសៈណាទុកដាក់ខ្លួនទៅតាមកលៈទេសៈមិនឧទាហរណ៍ដូចជាសម័យ3ឆ្នាំ8ខែ20ថ្ងៃណាបើយើងមិនចេះទុកដាក់ខ្លួនមាត់អីការនិយាយស្ដីហ្នឹងมันមានការប្រុងប្រយ័ត្នអីណាដូចពាក្យចាស់ថាដើមគោណោះណាហ្នឹងថាចេះទុកដាក់ខ្លួនណាបើសិនតែយើងនិយាយប៉ាណាប៉ាណីគឺមានសេចក្តីស្លាប់អីចឹងទៅសម័យ3ឆ្នាំ8ខែ20ថ្ងៃហ្នឹងហើយចឹងហើយយើងដល់ពេលមានការតាមកលៈទេសៈហ្នឹងគឺចេះទុកដាក់ខ្លួនលៃលោកខ្លួនឲ្យតាមកលៈទេសៈណាតាមពេលវេលាណាពេលវេលាណាដែលត្រូវនិយាយពេលវេលាណាដែលមិនត្រូវនិយាយចឹងទៅមិនចឹងញាតិញោមណាជូនពរញាតិញោមបើនៅក្នុង TikTok នៅក្នុង Facebook ទាំងអស់សូមបានជួបតែសេចក្តីសុខសេចក្តីចម្រើនសូមបានរួចផុតចាកទុក្ខទាំងអស់គ្នាសូមអនុមោទនា